បញ្ហារលូតកូននិងការរំលូតកូនបកស្រាយដោយសាស្ត្រាចារ្យប៉ូជីនសមុទ្រនិយមន័យបញ្ហារលូតកូនគឺជាការខ្ញាក់ចេញដោយឯងនៅធាតុបង្កកូនហើយកូនដែលធ្លាក់នោះមិនអាចគ្រោះបានទេទោះបីមានការសង្គ្រោះល្អយ៉ាងណាក៏ដោយករណីនេះទារកនៅក្នុងផ្ទៃត្រូវមានអាយុជុំវិញ24អាទិត្យនិងមានទម្ងន់តិចជាង500ក្រាមការរំលូតកូនគឺជាដំណើរការធ្វើឲ្យធ្លាក់ធាតុបង្កកូនដោយកោសឬកាយឬដាក់ថ្នាំសញ្ញាគ្លីនិកនិងការធ្វើរោគវិនិច្ឆ័យបញ្ហារលូតកូនអាចបង្ហាញតាមរយៈរោគសញ្ញាដូចជាស្ត្រីមានសញ្ញានៃការបាត់រដូវឬរដូវមិនទៀងទាត់មានធ្លាក់ឈាមតិចឬច្រើនឈឺពោះម្ដងម្កាលហើយចេះតែខ្លាំងទៅការកន្ត្រាក់នៃស្បូនរីកទំហំហើយទន់មាត់ស្បូនបើកករណីធ្វើការពិនិត្យដោយចំពុះទាឃើញមានឈាមហូរច្រើននៅក្នុងស្បូនដើម្បីធ្វើការបញ្ជាក់ឲ្យកាន់តែច្បាស់អ្នកជំងឺតម្រូវឲ្យពិនិត្យអេកូរូបភាពវេជ្ជសាស្ត្រដោយបង្ហាញនៅលទ្ធផលដូចខាងក្រោមទារកក្នុងផ្ទៃគ្មានចង្វាក់បេះដូងឬចលនាទារកធ្លាក់ទៅក្រោមកន្សោមកូនជួនកាលមើលឃើញតែពងថ្លាមូលហេតុនៃបញ្ហារលូតកូនញឹកញាប់ស្ត្រីមួយចំនួនធ្លាប់បានប្រឈមជាមួយបញ្ហារលូតកូនដោយសារការធ្វេសប្រហែសប៉ុន្តែចំពោះស្ត្រីដែលតែងតែមានបញ្ហារលូតកូនជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុត្រូវធ្វើការពិភាក្សាជាមួយគ្រូពេទ្យជំនាញព្រោះវាអាចបង្កឡើងដោយសារមូលហេតុដូចជាមាត់ស្បូនចំហបញ្ហាក្រូម៉ូសូមជាដើមហានិភ័យរំលូតកូនដោយមានការបង្ករោគស្ត្រីមួយចំនួនបានធ្វើការរំលូតកូនខាងក្រៅដោយគ្មានសុវត្ថិភាពដោយសារមានការប្រើប្រាស់នៅសម្ភារៈមិនស្អាតមិនបានសម្លាប់មេរោគត្រឹមត្រូវគឺមិន sterile ភាគច្រើនជាការរំលូតដោយខុសច្បាប់ករណីនេះស្ត្រីនឹងប្រឈមជាមួយនឹងហានិភ័យមួយចំនួនរួមមានលេចចេញសញ្ញាដូចជាការក្តៅខ្លួនខ្លាំងញាក់ធ្លាក់ឈាមមានធំក្លិនស្អុយជួនកាលពោះឡើងរឹងដោយរលាកស្រង់ពោះបន្ទាប់ពីស្ត្រីទទួលការរំលូតមិនបានស្អាត24ទៅ48ម៉ោងជួនកាលមានការសល់កូនឬកំទេចសុកឬអាចមានការធ្លាយស្បូនទៀតផងស្ត្រីក៏អាចធ្លាក់ចូលក្នុងសភាព shock ដែលស្ដែងឡើងតាមរយៈថ្ងាសត្រជាក់ស្រេបមានបែកញើសស្អិតសម្ពាធឈាមចុះជីបចរញាប់អាចលើសពី100ដងក្នុង1នាទីអត់មានទឹកនោមនិងមានវិបត្តិនៃការដកដង្ហើមករណីនេះស្ត្រីត្រូវតែសម្រាកពេទ្យរយៈពេលយូរជាដាច់ខាតដែលការព្យាបាលគឺតម្រូវឲ្យប្រើប្រាស់ថ្នាំផ្សះក្នុងកម្រិតខ្ពស់ហើយប្រសិនបើមិនបានសង្គ្រោះទាន់ពេលវេលានោះទេអ្នកជំងឺអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត